សម្រាប់ពុកម៉ែបងប្អូនដែលតន់បានទៅលេងនៅពលានយន្តហោះថ្មីកុំយល់ច្រឡំថាតើតែត្រូវធ្វើដំណើរហោះហើរឆ្លងប្រទេសបានអាចចូលលេងបានតាមពិតទៅគឺគេបើកឲ្យចូលលេងមួយសេរីតែម្ដងហើយបើសិនជាបានទៅហើយកុំភ្លេចចូលញ៉ាំនំបញ្ចុកខ្មែរដែលរៀបចំដោយភោជនីយដ្ឋាននាងទាវនៅផ្ទះបុរាណខ្មែរទល់មុខពលានយន្តហោះថ្មីរបស់យើងហ្នឹងគឺថាគាត់រៀបចំបានស្អាតមែនតើនេះគឺជាលើកទី1ហើយសម្រាប់ Twister ដែលបានទៅលេងនៅពលានយន្តហោះថ្មីចាប់តាំងពីបើកដំណើរការហើយពេលដែលបានទៅដល់ហ្នឹងគឺពិតជាមានមោទនភាពចំពោះសមិទ្ធផលពលានយន្តហោះថ្មីនេះមែនតើគូថាធំខ្លាំងតែម្ដងហើយឃើញលោកយាយលោកតាអ៊ំពូមីងគឺពួកគាត់ទៅលេងច្រើនហើយនៅទីនេះគឺមានជាការរៀបចំជាមួយនឹងផ្ទះបុរាណខ្មែរពុកម៉ែបងប្អូនដែលនៅខាងមុខហ្នឹងគឺមានសួនទឹកដែលពុកម៉ែបងប្អូនអាចទៅសម្រាកលំហែកាយជាពិសេសពេលចុងសប្តាហ៍អីអត់ដឹងថាទៅណាចង់នៅបែបចិត្តពេញគឺអាចទៅលេងនៅពលានយន្តហោះបានយទៅគឺថាខ្យល់អាកាសល្អស្រស់ស្រាយតែម្ដងហើយបើនិយាយពីផ្ទះបុរាណខ្មែរនេះវិញពុកម៉ែបងប្អូនពេលដែលបានទៅដល់គឺពិតជាវ៉ាវហើយរំភើបមែនតើជាមួយនឹងសមិទ្ធផលថ្មីបរដ្ឋាភិបាលយើងហើយនៅក្នុងហ្នឹងគឺមានជាការរៀបចំដាក់តាំងដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងការរៀបចំបង្ហាញបែបនេះនៅពេលដែលភ្ញៀវមិនថាភ្ញៀវជាតិឬមួយក៏ភ្ញៀវអន្តរជាតិទេនៅពេលដែលចូលមកដល់ពួកគាត់នឹងបានដឹងថានេះហើយគឺជារបស់ខ្មែរដែលសៀមតែងតែចង់បានទាំងវប្បធម៌ទាំងទឹកដីណាហើយមួយវិញទៀតមិនថាតែពុកម៉ែបងប្អូនទៅលេងកម្សាន្តធម្មតាឬមួយក៏ពុកម៉ែបងប្អូនដែលនៅបរទេសចុះពីជើងហោះហើរមកនឹករលឹកនំបញ្ចុកខ្មែររបស់យើងគឺអញ្ជើញទៅពិសានំបញ្ចុកនៅផ្ទះបុរាណបានគឺរៀបចំស្អាតមែនតើដែលរៀបចំដោយភោជនីយដ្ឋាននាងទាវយើងធ្លាប់តែឃើញនំបញ្ចុកដែលលក់នៅតាមភូមិក៏ដូចជាតាមផ្សាររៀបចំបែបសាមញ្ញធម្មតាប៉ុន្តែនៅពេលដែលយកមករៀបចំបែបនេះគឺពិតជាស្អាតហើយថ្លៃថ្នូរមែនតើអញ្ចឹង Twister សូមសរសើរដល់ភោជនីយដ្ឋាននាងទាវតែម្ដងដែលគាត់បកកែរៀបចំបកកែគិតគូរណានៅពេលដែលពួកគាត់រៀបចំបែបនេះទៅគឺជួយលើកសម្រស់ម្ហូបខ្មែររបស់យើងជាពិសេសនៅពេលដែលភ្ញៀវបរទេសពួកគាត់មកដល់គឺបានឃើញជាមួយនឹងម្ហូបខ្មែររបស់យើងនំបញ្ចុកនេះគឺជាម្ហូបខ្មែររបស់យើងតែម្ដងពុកម៉ែបងប្អូនហើយនៅទីនេះគាត់មានទឹកសម្លច្រើនប្រភេទគាត់មានជាប្រភេទទឹកសម្លខ្មែរការីក៏ដូចជាណាំយ៉ាហើយមានរៀបចំបន្លែចេះដើម្បីឲ្យពេលដែលយើងញ៉ាំទៅគឺកាន់តែឆ្ងាញ់ណាហើយក្រៅពីហ្នឹងក៏គាត់មានលក់ជាមួយនឹងម្ហូបខ្មែរក៏ដូចជាបង្អែមខ្មែរអញ្ចេះដែរនិយាយទៅគឺគាត់រៀបចំបានច្រើនសម្បីតែភេសជ្ជៈបែបនេះក៏មានច្រើនដែរអញ្ចឹងពុកម៉ែបងប្អូនដែលទៅលេងនៅពលានយន្តហោះថ្មីរបស់យើងហ្នឹងគឺអត់បារម្ភរឿងថាខ្លាចអត់មានអីញ៉ាំទេនិយាយទៅគឺមានច្រើនសសឹងតែជាម្ហូបខ្មែររបស់យើងតែម្ដងសម្បីតែមាន់នេះក៏គាត់ប្រើជាមួយនឹងមាន់ខ្មែរត្រីខ្មែរនិយាយទៅគឺសុទ្ធសឹងតែជារបស់ខ្មែររបស់យើងលើកស្ទួយផលិតផលក្នុងស្រុករបស់យើងហ្មងពុកម៉ែបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការរៀបចំកម្មវិធីមិនថាតែជាកម្មវិធីតូចឬមួយក៏កម្មវិធីធំទេគឺអាចកម្មង់ជាមួយនឹងភោជនីយដ្ឋាននាងទាវបានដែលគាត់មានរៀបចំជាឈុតកម្មង់ដឹកទៅដល់គេហដ្ឋានភ្លាមតែម្ដងហើយដូចឃើញអញ្ចឹងគឺថានំបញ្ចុករបស់គាត់គឺទំនងមែនតែនហើយរសជាតិរបស់គាត់គឺធ្វើចេញមកមិនល្មមឆ្ងាញ់និយាយទៅគឺថានំបញ្ចុកខ្មែររបស់យើងពុកម៉ែបងប្អូនទោះបីជាញ៉ាំរាល់ថ្ងៃក៏អត់មានតលាន់ដែរហើយមួយវិញទៀតសម្រាប់ថ្ងៃទី26 27 28រយៈពេល3ថ្ងៃហ្នឹងគឺមានរៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរធ្វើបាននៅកោះពេជ្រពុកម៉ែបងប្អូនកុំភ្លេចទៅគ្រប់គ្រងនៅស្តង់អាហារនាងទាវផងហើយអ្វីដែលកាន់តែពិសេសហ្នឹងគឺថាមានជាការចែកខិត្តប័ណ្ណដែលមានទឹកប្រាក់ចំនួន 4000 រៀលដែលពុកម៉ែបងប្អូនអាចយកទៅបដូរអាហារនាងទាវបានណាហើយសម្រាប់ការចែកខិត្តប័ណ្ណហ្នឹងគឺចែកនៅចន្លោះម៉ោង 2 និងម៉ោង 3 រសៀលពុកម៉ែបងប្អូនគឺក្នុងមួយថ្ងៃគាត់ចែក100សន្លឹកអញ្ចឹងរយៈពេល3ថ្ងៃហ្នឹងគឺគាត់ចែកទាំង3ថ្ងៃតែម្ដងបច្ចៈគឺគាត់ចែកនៅម្លងម៉ោង 2 និងម៉ោង 3 រសៀលហើយពុកម៉ែបងប្អូនគីឡូថាទៅពេលព្រឹកអីអត់ឃើញគាត់ចែកអីអញ្ចឹងសម្រាប់វីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេ follow for more bye bye